តែមានពេលដែរមួយពេលប្រពេញណាដែលយើងពិចារណាថាលក់ទីតាំងនេះឬដោះដូរទីតាំងនេះឲ្យឯកជនយកអភិវឌ្ឍអចលនទ្រព្យអីនោះទេគឺទុករក្សាដើម្បីផលប្រយោជន៍សាធារណៈហើយសំខាន់បំផុតនៅតែជាអចលនទ្រព្យរបស់រដ្ឋដដែលបើសិនជាខ្ញុំហើយសម្ដេចតេជោមិនសញ្ញេផ្ដល់គោលការណ៍គ្មានពីណាមានសិទ្ធិទេកៃលោពីណាគេទៅតំណាងឲ្យខ្ញុំទៅធ្វើចរចាខ្ញុំទៅតែគ្មានគោលការណ៍របស់រាជរដ្ឋាភិបាលធ្វើទេគ្មានពីអតីតកាលគ្មានបច្ចុប្បន្នកាលហើយអនាគតក៏គ្មានដែរសូមបញ្ជាក់ហើយបើឯកជនណាចង់មកចែកចៅទីតាំងនេះដើម្បីយកទៅអភិវឌ្ឍនោះដូរថាខ្ញុំសូមឲ្យទៅរកកន្លែងផ្សេងទៅកន្លែងនេះទុកជូនប្រទេសជាតិនិងប្រជាពលរដ្ឋទ្រព្យសម្បត្តិសាធារណៈសម្រាប់ទៅអនាគតរបស់យើងខ្ញុំសូមបញ្ជាក់បើសិនជាមិនបញ្ជាក់ជូនមហាជនទេគឺអាចជ្រួលច្បល់ហើយក្រុមអ្នកកេងចំណេញនយោបាយមួយចំនួនយកអានេះទៅបកស្រាយខុសធ្វើឲ្យប្រជាជនមានការបារម្ភជាពិសេសអ្នកនៅភ្នំពេញតែម្ដងគឺរឿងពលានយន្តហោះពូចន្ទង់ណាដែលប្រហែលថ្ងៃនេះឃើញជជែកផុសផុលអំពីការលក់ពលានយន្តហោះនេះខ្ញុំឃើញអ្នកខ្លះគឺថាច្បាស់ណាស់ពលានយន្តហោះនេះរដ្ឋាភិបាលលក់ឲ្យក្រុមហ៊ុនឯកជន5ដល់10ឆ្នាំមុនទៅបានមកពីណា5ដល់10ឆ្នាំមុនយើងមិនទាន់ធ្វើក្រុងធ្វើពលានយន្តហោះថ្មីផងមានក្រុងទៅពលានយន្តហោះចាក់កន្លែងណាបើមានសុំឲ្យឯកសារទៅមកគេលោកខ្ញុំបណ្ដឹងព្រោះមានតែ2នាក់ទេដែលមានសិទ្ធិនៅក្នុងការសម្រេចដោះដូរកន្លែងណាគឺសម្ដេចតេជោដែលជាអតីតនាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិមុនហើយរូបខ្ញុំជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិនេះហើយយើងទាំង2នាក់អត់ដែលបានដឹងអំពីគម្រោងនៅក្នុងការលក់ពលានយន្តហោះពូចន្ទង់ទៅណាអញ្ចឹងអ្នកដែលនិយាយអ្នកដែលជជែកគ្នាខ្ញុំសូមឲ្យបញ្ចប់ម៉ោងនេះស្មើនេះគឺគ្មានគោលការណ៍ហើយពីមុនមកគឺគ្មានគោលការណ៍កន្លែងណាដែលថាសម្រាប់លក់ពលានយន្តហោះនេះឲ្យទៅឯកជននោះទេសំណួរសួរថាមានអត់ឆ្លើយខ្លីថាអត់មានមិនដែលមានទេហើយក៏គ្មានគម្រោងក្នុងការលក់ពលានយន្តហោះនេះដែរសូមបញ្ជាក់ឲ្យច្បាស់ខ្លីក៏ប៉ុណ្ណឹងពីមុនមកយើងធ្លាប់មានគណៈកម្មការមួយនៅអាណត្តិមុនដឹកនាំដោយអាដាមជាសភារាគឺហៅថាគណៈកម្មការអន្តរក្រសួងពិនិត្យផ្លូវច្បាប់លើកិច្ចព្រមព្រៀងដែលកំពុងអនុវត្តដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មីសម្រាប់ពលានអន្តរជាតិភ្នំពេញនិងខេត្តព្រះសីហនុគណៈកម្មការនេះការងារគឺដើម្បីចរចាការគ្រប់កិច្ចការសិទ្ធិនៅក្នុងកិច្ចប្រតិបត្តិមិនមែនចរចាដើម្បីដោះដូរពលានទេពលានយន្តហោះរបស់យើងតាំងពីឆ្នាំ90ជាងមកគឺយើងមានកងត្រាផ្ដាច់ពុកមួយជូនដល់ក្រុមហ៊ុនបារាំងសម្បទានបារាំងគឺក្រុមហ៊ុន SCA នៅក្នុងសិទ្ធិនៅក្នុងប្រតិបត្តិមិនមែនសិទ្ធិជាម្ចាស់ទេម្ចាស់របស់ពលានយន្តហោះបច្ចុប្បន្នពីអតីតកាលគឺនៅតែជារដ្ឋលេខាធិការឋានអាកាសចរស៊ីវិលគឺរដ្ឋដដែលឯកជនក្រុមហ៊ុន SCA គឺមានសិទ្ធិនៅក្នុងការប្រតិបត្តិទេអានឹងដូចជួលផ្ទះអញ្ចឹងម្ចាស់ផ្ទះនៅតែជាម្ចាស់អគារនិងម្ចាស់ដីយើងជួលឲ្យអ្នកមកអបបើកជាហាងបើកជាអីមិនមែនមានអ្នកនឹងមានសិទ្ធិនៅក្នុងការយកដីយកផ្ទះនោះទេអញ្ចឹងដើម្បីបើកកប៉ាល់ហោះថ្មីពលានថ្មីនេះត្រូវផ្ទេរសិទ្ធិនេះតើតែ SCA ឯកភាពមិនអាចមានលុយមកធ្វើពលានថ្មីឲ្យប្រតិបត្តិនោះទេគឺខុសកិច្ចសន្យារវាងរដ្ឋាភិបាលអញ្ចឹងគណៈកម្មការនេះគឺបន្តឲ្យអាណត្តិថ្មីនេះមានអាដាមម៉ៅហាវណ្ណាលដឹកនាំបន្តគឺដើម្បីចរចាលើកិច្ចព្រមព្រៀងនេះដើម្បីយកក្រុមហ៊ុន SCA ទៅឲ្យក្រុមហ៊ុនថ្មីដែលវិនិយោគកសាងពលានយន្តហោះអន្តរជាតិដៃជោដែលត្រូវសម្ពោធនៅពេលខាងមុខនេះដើម្បីផ្ទេរសិទ្ធិនៅក្នុងប្រតិបត្តិតែប៉ុណ្ណឹងហើយគ្មានចរចារឿងលក់ពលាននោះទេការសម្រេចរបស់ខ្ញុំកាលពីថ្ងៃទី28ខែ4ទៅកន្លងទៅនេះគឺមាន2ចំណុចគឺយើងក្រុងផ្ទេរប្រតិបត្តិការនៅថ្ងៃដូចខែតាមផែនការគឺថ្ងៃទី9ម៉ោង12យប់ចូលថ្ងៃទី10កក្កដាផ្ទេរនេះបានន័យថាបិទប្រតិបត្តិការកន្លែងចាស់កប៉ាល់ហោះចុះទៅកន្លែងថ្មីអាកន្លែងបញ្ជាកប៉ាល់ហោះ Air Traffic Controller អីទៅនោះដើម្បីកប៉ាល់ហោះចុះកន្លែងនោះនេះគឺជាការផ្ទេរមិនមែនការផ្ទេរទៅដល់នោះហើយឲ្យឯកជនចូលមកយកនេះទេចំណុចក្រោយពីពេលនោះពីណាទទួលខុសត្រូវខ្ញុំបានចារឯកភាពពីចំណុចដែលរដ្ឋលេខាធិការអាកាសចរស៊ីវិលស្នើសុំទី1ផ្ទេរការគ្រប់គ្រងពលានទាំងមូលទៅឲ្យការគ្រប់គ្រងរបស់រដ្ឋលេខាធិការឋានអាកាសចរស៊ីវិលចំណុចទី2គឺសុំកងកម្លាំងប្រដាប់អាវុធដើម្បីជួយការពារសន្តិសុខទ្រព្យសម្បត្តិរបស់រដ្ឋនៅពលានចាស់
រួមទាំងការពារល្បាតជុំវិញនឹងបូកជាមួយនឹងការពារនៅទីតាំងអញ្ចឹងគឺថាការពារខ្ញុំសម្រេចនៅថ្ងៃទី28ខែ4ថ្មីនេះគឺសម្រេចការត្រេះភារកិច្ចមកការគ្រប់គ្រងដាច់ទាំងមូលដោយរដ្ឋលេខាធិការឋានអាកាសចរស៊ីវិលទៅលើទីតាំងទាំងមូល SCA គឺផ្ទេរទៅពលានយន្តហោះថ្មីគឺផ្ទេរការគ្រប់គ្រងឲ្យដីកន្លែងនេះនៅតែជារបស់រដ្ឋដដែលអត់មានលក់ទៅណាទេសូមបញ្ជាក់ឥឡូវបើមិនលក់ឥឡូវលក់ទៅមុខអត់ទេគោលការណ៍ដែលយើងគ្រប់បច្ចុប្បន្នគឺរក្សាកន្លែងនេះទុកស្ថានភាពបច្ចុប្បន្នហើយត្រៀមបំរុងក្នុងករណីមានចុះដោយគេថា emergency landing ជាពីបំរុងការគ្រប់គ្រងរបស់អាកាសចរស៊ីវិលប៉ុន្តែយើងអត់មានលទ្ធភាពទៅបំពាក់គ្រឿង air traffic controller នៅពលានហោះនេះទេហើយទី2ក៏វាពាក់ព័ន្ធទៅនឹងកិច្ចសន្យាជាមួយ SCA ទៅក្នុងការគ្រប់គ្រងតែសម្រាប់បច្ចេកទេសកន្លែងនេះចុះឧទ្ធម្ភាគជាក់បានហើយបើសិនជាចាំបាច់ក្នុងករណីមួយដែលមានគេថាអាសន្នអន្តរពលានចាស់ចុះមិនបានពេលណាទោះបីមិនមានអាកន្លែងបញ្ជាក៏ពីលុតដែលឆែកជាមួយបច្ចេកទេសអាចប្រើប្រាស់ជំនាញដែលគាត់វឹកវើតាមផ្នែកដែលមើលបានអាចចុះទៅដល់អសន្នកន្លែងនេះអានេះគឺជាការគិតគូរចំពោះមុខនៅក្នុងការថែរក្សាខ្ញុំនឹងនិយាយបន្ថែមទៀតទៅខាងមុខនៅពេលដែលសម្ពោធសមិទ្ធផលជាក់ស្ដែងនៅពលានថ្មីតែយើងធ្វើកន្លែងណាយើងបានសិក្សាមួយជំរើសពីរជំរើសទៀតនៅក្នុងករណីដែលទៅអនាគតយើងមិនអាចទុកវាជាពលានតែគោលការណ៍ដែលធ្វើនោះទៅមាន3ទី1រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះរក្សាតម្លៃប្រវត្តិសាស្ត្រនៅទីតាំងនេះគឺមិនឲ្យបាត់កន្លែងនេះដែលជាអតីតពលានហោះដែលស្នាមពហុប្របាទបរមរាជកើតហើយបំរើដល់វិស័យដឹកជញ្ជូនយើងរាប់សិបឆ្នាំទេអញ្ចឹងតម្លៃប្រវត្តិសាស្ត្រនៅតែមានតែធ្វើกันទី2គឺជំរើសដែលផ្ដោតដល់ផលប្រយោជន៍ដោយសាធារណជនប្រជាពលរដ្ឋប្រើប្រាស់ជាអតិបរមាអត់ឲ្យឯកជនទេគឺនឹងប្រែក្លាយទៅជាកន្លែងណាមួយឬមួយទ្រព្យសម្បត្តិអ្វីមួយដែលប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកភ្នំពេញអាចប្រើប្រាស់ជាអតិបរមានេះគឺជាការប្រើប្រាស់ហើយទី3លក្ខខណ្ឌដែលត្រូវធ្វើ3លក្ខខណ្ឌនេះត្រូវធានាគឺរូបមន្តនិងជំរឿននៃការគ្រប់គ្រងប្រើប្រាស់យ៉ាងណាក៏ដោយដែលមានចីរភាពប៉ុន្តែត្រូវធានាថាទ្រព្យសម្បត្តិទាំងអស់នេះត្រូវតែនៅជាទ្រព្យសម្បត្តិរបស់រដ្ឋអត់មានឲ្យឯកជនទេនេះគឺជាការគោលការណ៍ដែលយើងធ្វើអញ្ចឹងគោលការណ៍ទាំងអស់នេះដែលយើងធ្វើនឹងពិភាក្សាយើងកំពុងពិនិត្យធ្វើជម្រើសតែធ្វើយ៉ាងណាកន្លែងនេះនៅតែជារក្សាតម្លៃប្រវត្តិសាស្ត្រមិនឲ្យបាត់ទៅណាទេសួរថាគេធ្លាប់និយាយគេធ្លាប់កាលកលេមានតាគេគិត300ហិកតាមួយការ៉េគិតតាម1000ឆ្នាំ3000លានតែ3000លាននេះគិតជាលុយមិនស្មើនឹងផលដែលប្រជាពលរដ្ឋផលនឹងតម្លៃនៅប្រវត្តិសាស្ត្រដែលពលានមួយនេះនឹងផ្ដល់ដល់ប្រជាពលរដ្ឋនោះទេយើងត្រូវរក្សានេះហើយគោលការណ៍នេះតាំងពីដើមមកសម្ដេចតេជោក៏ខ្ញុំបានធ្លាប់ជជែកហើយសូមពិនិត្យមើលកិច្ចការនេះមិនដល់មកហើយបណ្ដាលហើយក៏សូមគោលការណ៍មួយសម្ដេចតេជោគឺមិនដែលមានពេលដែរមួយពេលប្រពេចណាដែលយើងពិចារណាថាលក់ទីតាំងនេះឬដោះដូរទីតាំងនេះឲ្យឯកជនយកអភិវឌ្ឍអចលនទ្រព្យអីនោះទេគឺទុករក្សាដើម្បីផលប្រយោជន៍សាធារណៈហើយសំខាន់បំផុតនៅតែជាអចលនទ្រព្យរបស់រដ្ឋដដែលទៅថ្ងៃអនាគតសូមបញ្ជាក់ប៉ុណ្ណេះសូមបញ្ចប់ការជជែកដេញដោលគ្នាទៅបាទសូមជជែកហើយពីណាថាបើមានកុងត្រាគោលការណ៍ដែលរដ្ឋសញ្ញេមានសចូលណឬកន្លែងណាដែលថារដ្ឋលក់ឲ្យឯកជនណាសូមមកឲ្យមកខ្ញុំមកបាទព្រោះបើសិនជាខ្ញុំហើយសម្ដេចតេជោមិនសញ្ញេផ្ដល់គោលការណ៍គ្មានពីណាមានសិទ្ធទេកៃលោពីណាគេទៅតំណាងឲ្យខ្ញុំទៅធ្វើចរចាខ្ញុំទៅតែគ្មានគោលការណ៍របស់រាជរដ្ឋាភិបាលធ្វើទេគ្មានពីអតីតកាលគ្មានបច្ចុប្បន្នកាលហើយអនាគតក៏គ្មានដែរសូមបញ្ជាក់ហើយបើឯកជនណាចង់មកចែកចៅទីតាំងនេះដើម្បីយកទៅអភិវឌ្ឍដោះដូរថាខ្ញុំសូមឲ្យទៅរកកន្លែងផ្សេងទៅកន្លែងនេះទុកជូនប្រទេសជាតិនិងប្រជាពលរដ្ឋទ្រព្យសម្បត្តិសាធារណៈសម្រាប់ទៅអនាគតរបស់យើងខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងដោយខ្លីចឹងខ្ញុំសូមបិទវងកញ្ចក់ប៉ុណ្្នឹងចុះបាទតែចាំរហូតដល់ខែ7ចាំនិយាយប៉ុន្តែមិននិយាយថ្ងៃនេះទេប្រហែលជានឹងដុតពេញ Facebook ព្រោះ3ថ្ងៃនេះខ្ញុំឃើញដុតមែនតើអញ្ចឹងខ្ញុំសូមយកឱកាសនេះបញ្ជាក់ព្រោះនេះគឺជាឧទាហរណ៍មួយ
នៃព័ត៌មានคล้ายៗប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានមិនច្បាស់លាស់នៅក្នុងការជជែកវែកញែកសិទ្ធិប្រជាពលរដ្ឋខ្ញុំគោរពសិទ្ធិប្រជាពលរដ្ឋនៅក្នុងការព្រួយបារម្ភអំពីការចាត់ចែងអ្វីទៅដែលជាទ្រព្យសម្បត្តិប្រវត្តិសាស្ត្ររបស់យើងហើយខ្ញុំក៏មានកាតព្វកិច្ចបញ្ជាក់ជាបឋមជូនប្រជាពលរដ្ឋយើងដែលជាម្ចាស់ប្រទេសជាពិសេសអ្នករាជធានីភ្នំពេញសូមបញ្ជាក់ថាគ្មានការលក់ដូរឬគ្មានការឯកភាពឬគម្រោងនៅក្នុងការលក់ដូរដែលធ្លាប់រាជរដ្ឋាភិបាលបានសម្រេចហើយនៅពីមុនមកឬទៅសម្រេចឥឡូវនេះឬមួយទៅในអនាគតនោះទេគឺគ្មានប្រែក្លាយកន្លែងនេះទៅជាទ្រព្យសម្បត្តិឯកជនណាទេគឺទៅជាទ្រព្យរបស់រដ្ឋការប្រើប្រាស់ដោយចីរភាពជាផលប្រយោជន៍សាធារណៈគឺជាទិសដៅសំខាន់ដែលយើងនឹងអភិវឌ្ឍកន្លែងនេះឬបំរុងទុកទៅជាកន្លែងសម្រាប់ចុះពលានយន្តហោះក្នុងកម្រិតតាមួយប៉ុន្តែសូមបញ្ជាក់ឲ្យច្បាស់គឺវានឹងនៅតែជាទ្រព្យរបស់រដ្ឋដែរខ្ញុំនិយាយបាននៅពេលដែលខ្ញុំធ្វើនាយករដ្ឋមន្ត្រីបើសិនជាបកផ្សេងឡើងខ្ញុំមិនដឹងទេតែបើខ្ញុំជារដ្ឋមន្ត្រីគណៈបព្វជិជននៅដឹកនាំប្រទេសយើងនៅធានាកន្លែងនេះមិនឲ្យមានការប៉ះពាល់ក្រៅពីគោលការណ៍3ដែលខ្ញុំបានលើកឲ្យទៅទេគឺមិនមានការលួចដូរដោះដូរអីកន្លែងណាទេពលានយន្តហោះនេះសូមបញ្ជាក់ប៉ុណ្ណឹងសូមបញ្ចប់បាទការជជែកគ្នាទៅហើយប្រកេងបានពីថ្ងៃរឿងបំផុសឲ្យប្រជាជនកាន់តែភ័យគួរតែឈប់ទៅហើយប្រជាពលរដ្ឋសូមបញ្ជាក់ចុះ